អ្នកសោយនៅផលនៃកម្មក៏មិនមានគឺមានតែធម៌សុទ្ធគឺដែលប្រកបទៅអញ្ចឹងធម៌សុទ្ធគឺរូបធម៌ដែលមានធម៌កើតឡើងតាមបច្ច័យអញ្ចឹងធម៌សុទ្ធប្រកបទៅតាមហេតុតាមបច្ច័យបើបច្ច័យនឹងវាល្អទៅរូបធម៌មានធម៌នឹងប្រកបទៅខាងល្អទៅបើបច្ច័យនឹងវាខាងអាក្រក់ទៅមានធម៌រូបធម៌នឹងក៏ប្រកបទៅតាមអាក្រក់ទៅអញ្ចឹងធម៌សុទ្ធណាវាមិនមានសត្វមិនមានបុគ្គលនៅក្នុងលោកដីកាមលោករូបលោកឬក៏លោកលោកមានត្រឹមតែរូបធម៌និងនាមធម៌យើងត្រឹមប៉ុណ្ណឹងយើងសិក្សាមកថាមិនមានអីក្រៅអំពីរូបធម៌នាមធម៌ទេដែលជាបរមត្ថធម៌ហើយរូបធម៌នាមធម៌តែងប្រកបទៅតាមកម្មតាមបច្ច័យទាំងអស់ហេតុឲ្យយ៉ាងណាអានឹងវិលទៅយ៉ាងណាតែបាននៅស្គាល់នៅរូបធម៌នាមធម៌ពិតមិនមែនជាទូសត្វបុគ្គលអានេះគេហៅថាបាននៅសមាធិណាចិត្តទៅសតិការឃើញថាធម៌ទាំងអស់ប្រកបទៅតាមហេតុតាមបច្ច័យនៅក្នុងលោកនេះនឹងគេហៅថាបានតែធ្វើមួយទៀតឆ្លងផុតនៅសេចក្តីសង្ស័យនិងបញ្ញាមួយទៀតដូច្នេះយើងសិក្សាអំពីរូបហើយនឹងមានមធរតែកើតឡើងមានអ្វីជាបច្ច័យណាយើងសិក្សាតាមវិបស្សនាជា6តាមនេះនឹងជា6ដែរលើ6ដែរខនមានផាសៈជាកម្រិតកម្មទៅមានបតវ័យថាមានវេទនាសញ្ញាចេតនាវិញ្ញាណហើយនឹងផាសៈវេទនាការស្គាល់នៅអារម្មណ៍សញ្ញាការចាំចេតនាការគិតវិញ្ញាណការដឹងផាសៈការប៉ះខទាំង5ឯងទៅកាន់យ៉ាងនៅលក្ខណៈរបស់រូបហ្នឹងណាសំឡេងក្លិនរសរិនក្តៅលហើយឬក៏បោគេថាខនឹងកាន់យកអញ្ចឹងអរូបធម៌នេះកើតឡើងព្រោះអាស្រ័យនឹងរូបធម៌មានរូបធម៌ជាអារម្មណ៍បានកើតឡើងអញ្ចឹងយើងធ្វើសេចក្តីយល់ថាខទាំងឡាយមានផាសៈជាកម្រិត5គឺកើតឡើងដោយអាស្រ័យចក្ខុនឹងរូបជាបច្ច័យមួយអញ្ចឹងណាអាស្រ័យនឹងតតៈនិងសត្វៈទៅជានឹងសម្លេងជាបច្ច័យមួយចំណុះហើយនឹងក្លិនជាបច្ច័យមួយអណ្ដាតនឹងរាជាបច្ច័យមួយកាយហើយនឹងខតតៈជាបច្ច័យមួយចិត្តហើយនឹងខជាបច្ច័យនេះខទាំងអស់ហ្នឹងអរូបធម៌កម្មវេទនាបញ្ញាចេតនាវិញ្ញាណផាសៈហ្នឹងគឺការឡើងនៅអំពីជា6អារម្មណ៍6នឹងជាបច្ច័យហើយ